mình chăm bạch này dây rương mình sầm khăn cho bôi mình đúng mình sầm khăn thế nón tại miền rương cùng nứt mình thất nơi lứa bẩn toát tại mũi cắn tay này dây cắn tại bên tráiอายุมาเพย์เธอ30 ឆ្នាំបើសិនជាមិនបានធ្វើរឿងទាំងអស់នេះសង្គមនេះមិនផ្ដល់ឱកាសអ្នកទីទី1កាត់បន្ថយការរំពឹងចំពោះមនុស្សគ្រប់គ្នាជឿជាក់គេបានតែកុំដាក់ក្តីសង្ឃឹមទៅលើអ្នកណាម្នាក់ទាំងស្រុងឲ្យសោះទី2កុំទ្រាំនឹងអ្វីមួយរៀនទទួលយកឬក៏ដើរចេញតែម្ដងទី3ត្រូវមានរបស់ដែលខ្លួនស្រឡាញ់តែត្រូវចេះទប់ចិត្តខ្លួនឯងកុំឲ្យចំណាយហួសកម្រិតទី4ជួបបញ្ហាកំកិចចេញមកប្រឈមនឹងវាសម្រាប់ចិត្តហើយទទួលខុសត្រូវទី5ប្រើពេលឲ្យមានតម្លៃឧស្សាហ៍ដាស់តឿនខ្លួនឯងនៅពេលដែលខ្លួនកំពុងធ្វើរឿងដែលមិនរីកចម្រើន6ចេះនៅជាមួយខ្លួនឯងដកពេលយកមកគិតវិភាគពិចារណាពីខ្លួនឯងជាមួយខ្លួនឯង7ធ្វើជាមនុស្សវិជ្ជមានឥទ្ធិពលនិងគោលការណ៍របស់ខ្លួនឯងចាយពេល3ខែបដូរឈាមឡើងវិញ1រៀនទប់អារម្មណ៍ធ្វើចិត្តឲ្យស្ងប់គ្រប់កលៈទេសៈ2រៀននៅជាមួយខ្លួនឯងកុំមានអារម្មណ៍ថាឯកា3រៀនទទួលយកតែកុំមានទ្រាំ4រស់នៅឲ្យមានវិន័យមានការវិភាគច្បាស់លាស់5រៀនបោះបង់ចោលរបស់ចាស់ចាស់ឬយកទៅជូនគេ6បំបែកគោលដៅជាផែនការអនុវត្តប្រចាំថ្ងៃហើយធ្វើវាដដែល7បែងចែកពេលវេលាការងារសម្រាប់ខ្លួនឯងនិងគ្រួសារឲ្យបានច្បាស់លាស់8រៀនបង្ហាញគំនិតខ្លួនឯងនិងបង្កើតទំនាក់ទំនងជាមួយក្រុមការងារ9ជ្រើសរើសអ្វីដែលខ្លួនស្រឡាញ់ហើយធ្វើវាពោពេញដោយធម៌ពលអាយុ20ទៅ30ឆ្នាំបើសិនជាមិនបានធ្វើរឿងទាំងអស់នេះសង្គមនេះមិនផ្ដល់ឱកាសអ្នកទី1កាត់បន្ថយការរំពឹងចំពោះមនុស្សគ្រប់គ្នាជឿជាក់គេបានតែកុំដាក់ក្តីសង្ឃឹមទៅលើអ្នកណាម្នាក់ទាំងស្រុងឲ្យសោះទី2កុំទ្រាំនឹងអ្វីមួយរៀនទទួលយកឬក៏ដើរចេញតែម្ដងទី3ត្រូវមានរបស់ដែលខ្លួនស្រឡាញ់តែត្រូវចេះទប់ចិត្តខ្លួនឯងកុំឲ្យចំណាយហួសកម្រិតទី4ជួបបញ្ហាកំកិចចេញមកប្រឈមនឹងវាសម្រាប់ចិត្តហើយទទួលខុសត្រូវទី5ប្រើពេលឲ្យមានតម្លៃឧស្សាហ៍ដាស់តឿនខ្លួនឯងនៅពេលដែលខ្លួនកំពុងធ្វើរឿងដែលមិនរីកចម្រើន6ចេះនៅជាមួយខ្លួនឯងដកពេលយកមកគិតវិភាគពិចារណាពីខ្លួនឯងជាមួយខ្លួនឯង7ធ្វើជាមនុស្សវិជ្ជមានឥទ្ធិពលនិងគោលការណ៍របស់ខ្លួនឯងរៀនមើលមនុស្សក្នុងសង្គមទី1បើសិនជាមនុស្សម្នាក់អ្នកធ្វើឲ្យគាត់ខឹងតែគាត់មិនខឹងនោះមានន័យថារបស់ដែលគាត់មាននៅក្នុងដៃធ្វើឲ្យគាត់មានទំនុកចិត្តគាត់មានស្មារតីនឹងខឹងដោយសារតែគាត់ដឹងថាគាត់មានអ្វីដែលអ្នកដទៃគ្មានបើអ្នកដែលឧស្សាហ៍ខឹងច្រឡោតមានន័យថាគាត់ជាមនុស្សគ្មានសមត្ថភាពអ្វីទេទើបយកកំហឹងមកបិទបាំងភាពអសមត្ថភាពរបស់ខ្លួនទី2វិតម្លៃមនុស្សម្នាក់កុំមើលតែបណ្ដាញសង្គមគាត់អ្វីដែលអ្នកឃើញជាអ្វីដែលគេចង់ឲ្យអ្នកឃើញប៉ុណ្ណោះអ្នកខ្លះលេងសើចលើបណ្ដាញសង្គមតែគេធ្វើការមកចត់អ្នកខ្លះមើលទៅហាក់បីដូចជាខិតខំខ្លាំងណាស់តែជាក់ស្ដែងមិនសូវយកចិត្តទុកដាក់នឹងការងារប៉ុន្មានទី3បើសិនជាមនុស្សភាគច្រើននៅក្បែរខ្លួនអ្នកកាន់តែតិចទៅគ្មានអ្នកណាខ្វល់ពីអ្នកនោះមិនមែនមកពីអ្នកធ្វើអ្វីខុសនោះទេគឺមកពីអ្នកគ្មានតម្លៃនឹងគេរាប់អានហើយអ្នកត្រូវតែធ្វើការផ្លាស់ប្ដូរមិនមែនដើម្បីចង់បានការរាប់អានពីគេទេតែដើម្បីអនាគតខ្លួនឯងធ្វើខ្លួនឲ្យคล้ายជាមនុស្សពូកែ1ចិត្តដាច់ថាទៅគឺទៅថាក្រោកគឺក្រោកថាញ៉ាំគឺញ៉ាំ2មានទំនុកចិត្តដើរពើងទ្រូងឈរឲ្យត្រង់ខ្លួននិយាយម៉ាត់3គ្រប់គ្រងចិត្តឲ្យបានគ្រប់រឿងមិនចាំបាច់មានប្រតិកម្មទាំងអស់ឡើយ4ចេះបដិសេធថាទេគឺទេមិនចាំបាច់បកស្រាយអ្វីឡើយ5មានគោលដៅក្រោកឡើងរាល់ព្រឹកដឹងថាខ្លួនត្រូវធ្វើអ្វី